កម្រងមេរៀនសិក្សាភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងការងារ English for Business ចាសសួស្តីខ្ញុំបុលវីសេដានៃវិទ្យុអូស្ត្រាលីសូមស្វាគមន៍លោកស្រីនិងប្រិយមិត្តទាំងអស់ជាថ្មីម្ដងទៀតក្នុងកម្រងមេរៀនសិក្សាភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងការងារដែលរៀបចំចងក្រងឡើងដោយសេវាអប់រំពហុវប្បធម៌សម្រាប់មនុស្សពេញវ័យនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលីកម្មវិធីទាំង26មេរៀននេះនឹងនាំលោកអ្នកចូលទៅក្នុងមជ្ឈដ្ឋានការងារដ៏សមប្រកបមួយនៅលោកខាងលិចដើម្បីជួយលោកអ្នកឲ្យចេះសន្ទនានិងធ្វើការប្រស័យទាក់ទងជាមួយនឹងអ្នកដែលនិយាយភាសាអង់គ្លេសវគ្គសន្ទនានីមួយៗបង្ហាញពីផ្នែកសំខាន់មួយនៃទំនាក់ទំនងការងារមេរៀនទី17ការចរចាផ្នែកទី1 Lesson 17 Negotiating ចាស់ក្នុងមេរៀនទី17នេះលោកអ្នកនឹងហាត់រៀនពីរបៀបរៀបចំការចរចាឲ្យបានជោគជ័យលោកអ្នកនឹងអនុវត្តពីរបៀបរៀបចំកន្លែងប្រជុំដែលមានលក្ខណៈសមប្រកបរបៀបណែនាំអ្នកសង្កេតការណ៍និងរបៀបស្នើសុំការឯកភាពចំពោះរបៀបវារៈលោកអ្នកក៏នឹងសិក្សាពីការផ្ដល់ព័ត៌មានគោលនៃការចរចាផងដែរចា៎ឥឡូវនេះដើម្បីកុំឲ្យខាតពេលសូមលោកអ្នកចាប់ផ្ដើមចា៎អ្នកស្រីលៀននិងលោកឡុកបានសម្រេចចិត្តធ្វើជាដៃគូជំនួញជាមួយក្រុមហ៊ុន Health និង Harvey អ្នកស្រីលៀននិងលោកឡុកកំពុងជួបប្រជុំជាមួយនឹង Douglas, Harvey និងអ្នកសង្កេតការណ៍ម្នាក់ឥឡូវនេះការចរចាកំពុងចាប់ផ្ដើមហើយចា៎Leanne and Locke, welcome. It's a pleasure to see you here again. Now, you know everyone here except for Ahmed. សូមស្វាគមន៍លោកស្រីលៀននិងលោកឡុកខ្ញុំសប្បាយរីករាយណាស់ដែលបានជួបលោកទាំងពីរម្ដងទៀតឥឡូវនេះលោកទាំងពីរបានស្គាល់អ្នកនៅទីនេះអស់ហើយលើកលែងតែលោកអាម៉ាត់ម្នាក់ប៉ុណ្ណោះ How do you do ជំរាបសួរចា៎ How do you do បាទជំរាបសួរ A pleasure រីករាយណាស់ដែលបានជួបលោក Ahmed is our business manager. He'll be sitting in. លោកអាម៉ាត់គឺជាអ្នកគ្រប់គ្រងកិច្ចការជំនួញរបស់ក្រុមហ៊ុនយើងហើយលោកក៏នឹងចូលរួមស្ដាប់និងសង្កេតដំណើរការនៃកិច្ចប្រជុំនេះដែរ Can we get you anything? Tea or coffee? តើលោកចង់ពិភាក្សាភេសជ្ជៈអ្វីឬទេបាទតែឬក៏កាហ្វេ No, thank you មិនអីទេអរគុណហើយបាទ We're fine thanks ចាមិនអីទេអរគុណ All right then. Please, take a seat. បាទអញ្ចឹងសូមអញ្ជើញអង្គុយ I know your time is valuable. We're hoping this meeting won't go longer than an hour. ខ្ញុំដឹងថាពេលវេលារបស់លោកនិងលោកស្រីមានតម្លៃណាស់ហើយខ្ញុំសង្ឃឹមថាការប្រជុំនេះនឹងមិនលើសពី1ម៉ោងឡើយ Would you like me to arrange a taxi for you when we finish? តើលោកនិងលោកស្រីចង់ឲ្យខ្ញុំរៀបចំតាក់ស៊ីជូនលោកនិងលោកស្រីនៅពេលយើងចប់ការប្រជុំនេះឬទេ Thank you that would be great ចាអរគុណច្រើនជាការប្រសើរណាស់បើមានការរៀបចំយ៉ាងដូចនេះ I'll make a note of it. អញ្ចឹងខ្ញុំនឹងធ្វើកំណត់ចំណាំរំលឹកភារកិច្ចនេះ I have an agenda drawn up, but feel free to change the order or add items as you wish. ខ្ញុំបានព្រៀងរបៀបវារៈសម្រាប់ការប្រជុំនេះហើយប៉ុន្តែលោកនិងអ្នកស្រីអាចកែប្រែលំដាប់នៃចំណុចពិភាក្សាឬបន្ថែមចំណុចផ្សេងៗទៀតបាន This looks fine You seem to have covered everything មើលទៅដូចជាមិនអីទេលោកហាក់ដូចជាបានលើកឡើងគ្រប់ចំណុចអស់ហើយចាស់មុនពេលយើងស្ដាប់ Douglas ចាប់ផ្ដើមបើកការចរចាសូមលោកអ្នកពិនិត្យការរៀបចំការចរចាជាមុនសិនលោកអ្នកគួរអនុវត្តតាមការណែនាំក្នុងការរៀបចំការចរចាដើម្បីឲ្យលោកអ្នកបានទទួលជោគជ័យក្នុងពេលធ្វើការចរចាជាក់ស្ដែងហើយនេះគឺជាចំណុចនៃការណែនាំចាស់ 1. អានរាល់ឯកសារពាក់ព័ន្ធទាំងអស់ដោយយកចិត្តទុកដាក់ 2. សួរបញ្ជាក់រាល់សំណួរសំខាន់ៗមុននឹងចាប់ផ្ដើមចរចា 3.
ស្វែងយល់លើមុខជំនួញនិងវប្បធម៌របស់ភាគីម្ខាងទៀត 4. សម្រាប់ជ្រើសរើសយកគោលបំណងយុទ្ធសាស្ត្រនិងរបៀបវារៈ 5. រៀបចំចាត់ចែងតួនាទីចំពោះសមាជិកក្នុងក្រុមសម្រាប់ការចរចា 6. ផ្ដល់ព័ត៌មានដល់សមាជិកចូលរួមទាំងអស់អំពីកាលបរិច្ឆេទ ទីតាំង និងពេលវេលា 7. រៀបចំនិងហាត់និយាយនៅឃ្លាដែលត្រូវនិយាយដើម្បីបើកការប្រជុំ នៅមុនពេលចាប់ផ្ដើមការប្រជុំដើម្បីការចរចា លោកអ្នកចាំបាច់ត្រូវបង្កើតឲ្យមានបរិយាកាសរីករាយនិងប្រកបដោយការជឿជាក់លើគ្នាទៅវិញទៅមកដើម្បីឲ្យការពិភាក្សាកាន់តែមានប្រសិទ្ធភាព លោកអ្នកជាម្ចាស់អង្គប្រជុំត្រូវចាំថាលោកអ្នកត្រូវផ្ដល់ការស្វាគមន៍ភ្ញៀវឲ្យបានកក់ក្ដៅជាទីបំផុត សូមលោកអ្នកស្ដាប់ការស្វាគមន៍ភ្ញៀវរបស់ Douglas ម្ដងទៀតចា៎ Leanne and Locke, welcome. It's a pleasure to see you here again. អូសូមស្វាគមន៍លោកស្រីលៀននិងលោកឡុកខ្ញុំសប្បាយរីករាយណាស់ដែលបានជួបលោកទាំងពីរម្ដងទៀត ក្រៅពីការស្វាគមន៍ប្រកបដោយភាពស្រស់ស្រាយរាក់ទាក់នេះលោកអ្នកត្រូវណែនាំភ្ញៀវឲ្យស្គាល់ជនទាំងឡាយដែលភ្ញៀវទាំងនោះមិនទាន់ស្គាល់ចា៎ Now, you know everyone here except for Ahmed. ឥឡូវនេះលោកទាំងពីរបានស្គាល់អ្នកនៅទីនេះអស់ហើយលើកលែងតែលោកអាមេតម្នាក់ប៉ុណ្ណោះ ហើយលោកអ្នកក៏គប្បីសាកសួរថាតើភ្ញៀវត្រូវការភេសជ្ជៈដែរឬទេសូមស្ដាប់ Douglas សួរភ្ញៀវពីតម្រូវការភេសជ្ជៈម្ដងទៀតចា៎ Can we get you anything? Tea or coffee? តើលោកនិងលោកស្រីត្រូវការភេសជ្ជៈឬទេតែឬក៏កាហ្វេ ហើយលោកអ្នកគួរតែជម្រាបភ្ញៀវអំពីរយៈពេលនៃការប្រជុំតាមការគ្រោងទុកនិងផ្ដល់សំណើរៀបចំតាក់ស៊ីជូនភ្ញៀវប្រសិនបើចាំបាច់ដោយដែល Douglas បានស្នើឡើងចា៎ I know your time is valuable. We're hoping this meeting won't go longer than an hour. ខ្ញុំដឹងថាពេលវេលារបស់លោកនិងលោកស្រីមានតម្លៃណាស់ហើយខ្ញុំសង្ឃឹមថាការប្រជុំនេះនឹងមិនលើសពី1ម៉ោងឡើយ Would you like me to arrange a taxi for you when we finish? តើលោកនិងលោកស្រីចង់ឲ្យខ្ញុំរៀបចំតាក់ស៊ីជូនលោកនិងលោកស្រីនៅពេលយើងចប់ការប្រជុំនេះឬទេ ចាស់ហើយជាបន្តទៅទៀតនេះសូមលោកអ្នកហាត់អនុវត្តចាស់សូមស្ដាប់ព្រោះហើយថាតាម It's a pleasure to see you here. You know everyone here except for John. Can we get you anything? We're hoping we won't go longer than an hour. Would you like me to arrange a taxi for you?នៅពេលដែល Douglas ណែនាំឲ្យភ្ញៀវស្គាល់ Ahmed គាត់និយាយថា He's sitting in ដែលមានន័យថាគាត់នឹងចូលរួមស្ដាប់ហើយសង្កេតដំណើរការនៃកិច្ចប្រជុំនេះចាស់ហើយការចូលរួមមតិរបស់ Ahmed ក្នុងពេលចរចាអាចនឹងមិនចាំបាច់ទេប៉ុន្តែគាត់នឹងចូលរួមក្នុងទំនាក់ទំនងការងារនៅពេលអនាគតប្រសិនបើនរណាម្នាក់ជាអ្នកស្ដាប់និងសង្កេតការអ្នកនោះអាចត្រូវភាគីរបស់សមីខ្លួនងាកសាកសួរសំណួរពាក់ព័ន្ធរឿងផ្សេងៗសូមលោកអ្នកស្ដាប់ឃ្លាប្រយោគផ្សេងៗទៀតសម្រាប់ណែនាំឲ្យភ្ញៀវស្គាល់អ្នកសង្កេតការចា៎ Bill will be sitting in. លោក Bill គឺជាអ្នកស្ដាប់និងអ្នកសង្កេតការ I hope you don't mind if John sits in. ខ្ញុំសង្ឃឹមថាលោកមិនប្រកាន់ទេក្នុងការឲ្យលោក John ចូលរួមស្ដាប់និងសង្កេតការនោះ Anne will be observing today. Anne ជាអ្នកស្ដាប់និងសង្កេតការនៅថ្ងៃនេះ ចាស់ហើយជាបន្តទៅទៀតនេះសូមលោកអ្នកហាត់រៀនដោយស្ដាប់រួចហើយសំថាតាមចាស់ Bill will be sitting in. I hope you don't mind if John sits in. Anne will be observing today. ចាស់ហើយឥឡូវនេះសូមលោកអ្នកងាកមកពិនិត្យមើលកាយភាពលើរបៀបវារៈវិញម្ដងចាស់
ទោះបីជាភាគីទាំងសងខាងបានឯកភាពលើរបៀបវារៈពីមុនរួចហើយក្តីក៏លោកអ្នកគួរផ្ដល់ឱកាសឲ្យភាគីម្ខាងទៀតធ្វើការកែប្រែលំដាប់នៃរបៀបវារៈឬក៏បន្ថែមចំណុចផ្សេងៗទៀតទៅលើរបៀបវារៈនោះផងដែរចា៎សូមស្ដាប់ Douglas និយាយពីការស្នើសុំយោបល់លើរបៀបវារៈម្ដងទៀតចា៎ I have an agenda drawn up, but feel free to change the order or add items as you wish. ខ្ញុំបានព្រៀងរបៀបវារៈសម្រាប់ការប្រជុំនេះហើយប៉ុន្តែលោកនិងលោកស្រីអាចកែប្រែលំដាប់នៃចំណុចពិភាក្សាឬបន្ថែមចំណុចផ្សេងៗទៀតបានប្រសិនបើលោកអ្នកអនុវត្តតាមចំណុចដែលបានលើកឡើងទាំងអស់នេះលោកអ្នកនឹងអាចបង្កើតបរិយាកាសចរចាប្រកបដោយភាពស្និទ្ធស្នាលនិងការគោរពគ្នាទៅវិញទៅមកចា៎លោកអ្នកនាងកញ្ញាព្រមទាំងកលយ៉ាងមិត្តទាំងអស់កំពុងស្ដាប់កម្មវិធីសិក្សាភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងការងារផលិតឡើងដោយវិទ្យុអូស្ត្រាលីមេរៀនទី17ការចរចាផ្នែកទី1 Lesson 17 Negotiatingសូមលោកអ្នកត្រង់ត្រាប់ស្ដាប់ពាក្យនិងឃ្លាប្រយោគថ្មីៗទៀតក្នុងពេលបន្តការសន្ទនាដោយមានការបកប្រែជូនចា៎ Fine. We'll begin by outlining our positions. ល្អណាស់ឥឡូវយើងនឹងចាប់ផ្ដើមដោយការលើកអំពីគោលជំហររបស់យើង Then we'll talk financial considerations, then product specifications and responsibilities, and hopefully the last item will be a timeline for how we shall proceed. បន្ទាប់មកយើងនឹងនិយាយអំពីបញ្ហាហិរញ្ញវត្ថុរួចមកអំពីលក្ខណៈផលិតផលព្រមទាំងការទទួលខុសត្រូវនិងចុងក្រោយខ្ញុំសង្ឃឹមថាយើងនឹងអាចពិភាក្សាអំពីពេលដែលយើងគួរចាប់ផ្ដើម So, we're here to discuss terms and conditions of a business relationship between Hale and Harty and the Silver Heaven Estate. អញ្ចឹងជាការចាប់ផ្ដើមយើងនឹងពិនិត្យលក្ខខណ្ឌនៃការធ្វើទំនាក់ទំនងចំនួនរវាងក្រុមហ៊ុន Hale និង Harty ហើយនិងក្រុមហ៊ុន Silver Heaven Estate. Now, we've been in contact for the better part of a fortnight. You've had a chance to look over our operations and learn what a partnership with Hale and Harty involves. ឥឡូវនេះទំនាក់ទំនងរបស់យើងឈានចូលដល់ចំណុចគាប់ប្រសាហើយសម្រាប់រយៈពេល2សប្តាហ៍មកនេះហើយលោកនិងលោកស្រីក៏មានឱកាសឆែកមើលប្រតិបត្តិការនិងសិក្សាអំពីដំណើរការនៃទំនាក់ទំនងជាដៃគូជាមួយក្រុមហ៊ុន Hale និង Harty របស់យើងដែរក្នុងកិច្ចការចរចានេះជាដំបូង Douglas បញ្ជាក់ចំណុចសំខាន់ៗដែលត្រូវពិភាក្សាក្នុងការប្រជុំនេះសូមស្ដាប់ការបញ្ជាក់នេះម្ដងទៀតចា៎ Fine. We'll begin by outlining our positions, then we'll talk financial considerations, then product specifications and responsibilities, and hopefully the last item will be a timeline for how we shall proceed. ល្អណាស់ឥឡូវយើងនឹងចាប់ផ្ដើមដោយការលើកអំពីគោលជំហររបស់យើងបន្ទាប់មកយើងនឹងនិយាយអំពីបញ្ហាហិរញ្ញវត្ថុរួចមកអំពីលក្ខណៈផលិតផលព្រមទាំងការទទួលខុសត្រូវនិងចុងក្រោយខ្ញុំសង្ឃឹមថាយើងនឹងអាចពិភាក្សាអំពីពេលដែលយើងគួរចាប់ផ្ដើមចា៎លោកនាងកញ្ញាបានរៀនរួចមកហើយអំពីពាក្យពេចន៍បញ្ជាក់លំដាប់លំដោយនៃការធ្វើបទបង្ហាញចា៎ Douglas ប្រើពាក្យថ្មីៗមានប្រយោជន៍មួយចំនួនដែលបញ្ជាក់ពីលំដាប់លំដោយនៃការធ្វើបទបង្ហាញសូមលោកអ្នកហាត់រៀនដោយស្ដាប់សិនរួចហើយថាតាម We'll begin by outlining our positions. The last item will be a timeline. ចាស់ហើយបន្តមកទៀត Douglas បានបង្ហាញអំពីគោលបំណងរួមនៃការចរចាគឺដូចគ្នានឹងការបញ្ជាក់ពីគោលបំណងដែលលោកអ្នកបានសិក្សាក្នុងមេរៀនទី13អំពីការធ្វើបទបង្ហាញរួចមកហើយចាស់មុននឹងបញ្ជាក់ពីគោលជំហររបស់ខ្លួន Douglas និយាយពីប្រវត្តិបែបសង្ខេបទាក់ទងនឹងការចរចាសូមលោកអ្នកស្ដាប់ចាស់ Now, we've been in contact for the better part of a fortnight. You've had a chance to look over our operations and learn what a partnership with Hale and Harty involves. ឥឡូវនេះទំនាក់ទំនងរបស់យើងឈានចូលដល់ចំណុចគាប់ប្រសាហើយសម្រាប់រយៈពេល2សប្តាហ៍មកនេះហើយលោកនិងលោកស្រីក៏មានឱកាសឆែកមើលប្រតិបត្តិការនិងសិក្សាអំពីដំណើរការនៃទំនាក់ទំនងជាដៃគូ
ជាមួយក្រុមហ៊ុន Hell និង Happy របស់យើងដែរ ចាស់ហើយជាបន្តទៅទៀតនេះសូមលោកអ្នកស្ដាប់របៀបផ្សេងៗនៃការបង្ហាញពីសាវតា You've all had a chance to read our prospectus. លោកអ្នកបានមានឱកាសអានឯកសារព័ត៌មានរបស់យើងរួចហើយ Our association began back in March. សមាគមរបស់យើងបានចាប់ផ្ដើមដំណើរការកាលពីខែមីនា You've looked over our proposal. លោកអ្នកបានពិនិត្យយ៉ាងហ្មត់ចត់នៅសំណើរបស់យើងរួចហើយ ហើយជាបន្តទៅទៀតនេះសូមលោកអ្នកអាហាព្រៀនចាស់សូមស្ដាប់ព្រះហៅថាតាម We've been in contact for 6 months now. You've all had a chance to read our prospectus. Our association began back in March. You've looked over our proposal. ចាស់មុនពេលយើងបញ្ចប់កម្មវិធីយើងសូមជូនជាឃ្លាប្រយោគងាយៗសម្រាប់លោកអ្នកហាត់រៀនផ្នែកខ្លះនៃមេរៀននេះរហូតដល់ជួបគ្នាក្នុងកម្មវិធីនៅក្រោយទៀតចាស់ Are you happy with the agenda? Is there anything we can get you? Are you happy with the agenda? Is there anything we can get you? លោកអ្នកនាងទាំងអស់ជាទីមេត្រីមេរៀនទី17នៃកម្រងមេរៀនសិក្សាភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងការងាររបស់វិទ្យាសាស្ត្រនេះឥឡូវនេះឈានចូលដល់ទីបញ្ចប់ហើយចា៎ដូច្នេះសូមលោកអ្នករងចាំស្ដាប់មេរៀនទី18ដែលអំពីការចរចាផ្នែកទី1ជាបន្តទៀតនៅក្នុងកម្មវិធីលើកក្រោយចា៎សូមកុំភ្លេចបើកមើលនិងបើកស្ដាប់មេរៀននេះនៅតាម website របស់វិទ្យាសាស្ត្រ radioaustralia.net.au/khmer ឬក៏បើកមើល website របស់សេវាអប់រំពហុវប្បធម៌សម្រាប់មនុស្សពេញវ័យ ames.net.au ជាឱកាសនេះខ្ញុំក៏សូមរំលឹកដល់មេត្រីភាពផងដែរថាយើងខ្ញុំតែងតែស្វាគមន៍មតិរបស់លោកអ្នកជានិច្ចមិនថាជាការសរសើរឬក៏ការរិះគន់អ្វីនោះទេសម្រាប់ពេលនេះខ្ញុំបុញវិសេដាសូមជម្រាបលាមួយរយៈសិនចា៎